ប្រជាពលរដ្ឋរងគ្រោះសហគមន៍បង្កប់ចំនួន200នាក់ផ្លាយកាលពីថ្ងៃប្រហោះម្សិលមិញបានធ្វើការប្រមូលផ្ដុំគ្នានៅពីមុខវិហារអ៊ីស្លាមក្រុងដង្ហែក្បួនបាតុកម្មមួយឆ្ពោះទៅកាន់ស្ថានទូតអង់គ្លេសនិងសាលាក្រុងភ្នំពេញគោលបំណងដាក់ញត្តិតវ៉ារបស់ពួកគាត់ទៅស្ថានទូតអង់គ្លេសឲ្យជួយអន្តរាគមន៍ទៅសាលាក្រុងលើសំណើសូមអភិវឌ្ឍផ្ទះល្វែងទំហំ4ម៉ែត្រគុណ16ម៉ែត្រនិងទ្វេគុណតាមទំហំដីចំនួនផ្ទះជាង 4000 គ្រួសារ4បាតុកម្មរបស់ពលរដ្ឋបង្កប់កំពុងតែធ្វើដំណើរតាមបណ្ដោយដងផ្លូវព្រះមនីវង្សស្រាប់តែក្រុមសន្តិសុខសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះដែលស៊ីឈ្នួលក្រុមហ៊ុនស៊ូកាអ៊ីនប្រដាប់ដោយអាវុធគ្រប់ដៃដែលសម្ដៅទៅកាន់គងបាតុកម្មដោយប្រើអំពើហិង្សាធ្វើការបង្ក្រាបពីបំបីក្រុមបាតុករបានបណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះឯករស្មីបានដួលសន្លប់ទៅនឹងដីបន្ទាប់មកពួកគេចាប់ខ្លួនអ្នកតំណាង2នាក់គឺអ្នកស្រីទេពវណ្ណីនិងអ្នកស្រីនុនសុខខេងដឹកទៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញការតវ៉ារបស់ប្រជាពលរដ្ឋសហគមន៍បង្កប់ធ្វើឡើងដើម្បីជំទាស់ទៅនឹងការសម្រេចរបស់អាជ្ញាធរក្រុងភ្នំពេញដែលបង្ខំឲ្យពួកគាត់ទទួលយកនៅការអភិវឌ្ឍនៅនឹងកន្លែងដែលមានគំរូដូចបរិយាកីឡាខុសពីសំណើរបស់ពួកគាត់ស្នើឲ្យទុកដីទំហំ15ហិកតាឲ្យពួកគាត់ធ្វើផ្ទះដោយខ្លួនឯងនិងសូមឲ្យខាងក្រុមហ៊ុនបញ្ឈប់ការបូមខ្សាច់ពលិចផ្ទះសម្បែងរបស់ពួកគាត់ទៀតអ្នកស្រីទេពវណ្ណីតំណាងប្រជាពលរដ្ឋសហគមន៍បង្កប់និងអ្នកស្រីនុនសុខខេងដែលត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះវាយធ្វើបាបព្រមទាំងចាប់ផ្សែងបោះបញ្ចូលឡានដឹកទៅស្នងការដ្ឋាននគរបាលខណ្ឌឫស្សីកែវដោយសារតែពួកគាត់ទាំងពីរបានដឹកនាំប្រជាពលរដ្ឋត្រឡប់ពីដាក់ញត្តិជូនលោកអេនដ្រូម៉ាក់អគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាឲ្យជួយអន្តរាគមន៍លើសំណើអភិវឌ្ឍនៅនឹងកន្លែងរបស់ពួកគាត់យោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់សាលាក្រុងភ្នំពេញដែលបានចុះផ្សាយតាមរយៈគេហទំព័ររបស់ពួកគេដោយចោទប្រកាន់ពលរដ្ឋបង្កប់ថាបានបង្កើតការតវ៉ាបែបគៀបសង្កត់មកលើអាជ្ញាធរនិងធ្វើឲ្យខូចខាតសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈដូច្នេះពួកគេត្រូវតែចាត់វិធានការដើម្បីរក្សាសណ្ដាប់ធ្នាប់លិខិតនោះបានសរសេរទៀតថាការតវ៉ារបស់ពលរដ្ឋបង្កប់ក្នុងពេលប្រមាណថ្ងៃនេះបានធ្វើឡើងដោយមានការណែនាំពីជនបរទេសនៅពីក្រោយខ្នងនិងបានអំពាវនាវដល់អ្នកភូមិបង្កក់ទាំងអស់ថាឈប់ធ្វើតាមការឃោសនាតទៅទៀតចំពោះការបដិសេធរបស់លោកអភិបាលក្រុងភ្នំពេញដែលមិនអនុញ្ញាតតាមសំណើអ្នកភូមិលើការអភិវឌ្ឍនៅនឹងកន្លែងនៅផ្ទះល្វែងចនផ្ទាល់ដីទំហំ4គុណនឹង16ម៉ែត្រត្រូវបានលោកកើតឆៃថ្លែងប្រាប់ក្រុមស្ត្រីតំណាងអ្នកភូមិបង្កក់ថារដ្ឋាភិបាលគ្មានលុយដើម្បីសាងសង់ផ្ទះឲ្យប្រជាពលរដ្ឋជាង 1000 គ្រួសារដែលទាមទារនោះទេអ្នកស្រីតុលស្រីពៅតំណាងប្រជាពលរដ្ឋមកពីភូមិ24មានប្រសាសន៍ថាកងកម្លាំងសមត្ថកិច្ចពីលទាំងនោះបានប្រើកម្លាំងផ្ដាច់ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់ពួកគាត់និងចាប់ខ្លួនតំណាងរបស់ពួកគាត់2នាក់ដោយប្រើកម្លាំងបាយយ៉ាងឃោរឃៅនិងអសិលធម៌បំផុតដោយខឹងខ្លាំងពេកអ្នកស្រីក៏បានស្រែកខ្លាំងលើពីមុខក្រុមសមត្ថកិច្ចចម្រុះប្រមាណ50នាក់ដែលបានដាក់ពង្រាយដើម្បីរារាំងនិងបំបីគងក្រុមអ្នកតវ៉ាថាតើពួកយើងខុសអ្វីបានជាចាប់ពួកយើងដែលគ្រាន់តែតវ៉ាទាមទារជាម្ចាស់កម្មសិទ្ធិលើដីលំនៅឋានរបស់ពួកយើងស្រាប់ក្នុងតំបន់បង្កក់អ្នកស្រីកុងច័ន្ទថាដែលនៅជិតនោះបានស្រែកបន្ថែមថាពួកយើងទាំងអស់គ្នានៅតំបន់បង្កក់សុខចិត្តជាប់គុកទាំងអស់គ្នាបើសិនរដ្ឋាភិបាលប្រកាសឲ្យចាប់ពួកយើងដាក់គុកព្រោះតែការតវ៉ាការពារដីជម្រកសម្រាប់រស់នៅសមរម្យនេះលោកហ៊ុនសុធីអធិការខណ្ឌដូនពេញបានដេញក្រុមអ្នកតវ៉ាឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញរងចាំដំណោះស្រាយជាក្រោយប៉ុន្តែអ្នកភូមិមិនព្រមនឹងទាមទារឲ្យដោះលែងតំណាងរបស់ពួកគាត់មកវិញដោយគ្មានលក្ខខណ្ឌនៅក្នុងកំឡុងពេលនោះមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលខ្លំមើលលើព្រឹត្តិការណ៍នេះបានជួយអន្តរាគមន៍សម្របសម្រួលភាពតានតឹងរវាងអ្នកភូមិនិងសមត្ថកិច្ចឲ្យមានការដោះលែងតំណាងអ្នកភូមិប៉ុន្តែមិនបានសម្រេចឡើយបន្ទាប់មកមន្ត្រីនគរបាលក្រុងម្នាក់លោកលឹមហុងបានចេញមកអះអាងថាតំណាងរបស់អ្នកភូមិទាំង2នាក់នឹងត្រូវដោះលែងនៅវេលាម៉ោង 4 រសៀលនៅល្ងាចថ្ងៃប្រហោះដដែលលោកស្នងការទូតនរដ្ឋកំពុងជួបប្រជុំជាមួយលោកអភិបាលក្រុងកែបជិតទីម៉ាប៉ុន្តែក្រុមអ្នកតវ៉ានៅតែមិនជឿលើការអះអាងរបស់ពួកគេទេហើយពួកគាត់នៅតែបន្តអង្គុយនិងឈរតវ៉ាទោះជាបែបនេះក្តីនៅវេលាម៉ោង 4 រសៀលតំណាងអ្នកភូមិនៅតែមិនទាន់ត្រូវបានគេដោះលែងនៅឡើយទេហ
ហើយនៅវេលាម៉ោងប្រមាណ 5 ល្ងាចក្រុមអ្នកតវ៉ាបាននាំគ្នាធ្វើដំណើរទៅស្វែងរកកិច្ចអន្តរាគមន៍ដោះលែងតំណែងរបស់ពួកគាត់ពីលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាខណៈពេលដែលមានភ្លៀងធ្លាក់ខ្លាំងដល់ពេលនោះតំណាងស្ថានទូតម្នាក់បានចេញមកស្វាគមន៍និងប្រាប់ឲ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅឋានវិញដោយបានសន្យាថានឹងជួយទំនាក់ទំនងទៅថ្នាក់ដឹកនាំសាលាក្រុងភ្នំពេញដើម្បីសុំការដោះលែងតំណែងរបស់ពួកគាត់អ្នកភូមិបង្កប់រាប់រយនាក់បានធ្វើការតវ៉ាយ៉ាងក្តៅគគុកអស់រយៈពេលប្រមាណជាង 5 ឆ្នាំមកហើយពួកគឺចាប់តាំងពីរដ្ឋាភិបាលបានប្រគល់ដីតំបន់បង្កក់ទៅឲ្យក្រុមហ៊ុនស៊ូកាអ៊ីនរបស់លោកឡៅម៉ុងឃីនសមាជិកប្រសិទ្ធិគណៈបកប្រជាជនធ្វើការបូមដីលោកបំពេញដើម្បីសាងសង់ជាសំណង់អគារទំនើបក្រមរូបភាពជួលរយៈពេល99ឆ្នាំប៉ុន្តែការតវ៉ាប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ដែលត្រូវបានមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនហៅថាជាការយកដីពីអ្នកក្រទៅឲ្យអ្នកមាននេះមិនឃើញមានការដោះស្រាយពីស្ថាប័នរដ្ឋជាប់ពាក់ព័ន្ធឲ្យជាជាលទ្ធផលជាដុំកំភួនណាមួយដែលអ្នកភូមិអាចទទួលយកបាននោះទេក្រៅតែពីការប្រើកម្លាំងវាយបង្ក្រាបនិងបង្ខំឲ្យអ្នកភូមិទទួលយកសំណងដ៏តិចតួចបំផុតនៅពេលដែលខាងក្រុមហ៊ុនចេះតែបន្តបូមខ្សាច់ពន្លិចផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ